សួស្តីប្រិយមិត្តនៅទាំងអស់គ្នាចំពោះវីដេអូថ្ងៃនេះមកដែរខ្ញុំចង់បង្ហាញគ្នាអំពីខ្ញុំលំហាត់មួយដែលខ្ញុំមានដែលខ្ញុំទទួលបានពីក្នុងការ comment នៅវីដេអូមុនដែលលំហាត់ហ្នឹងបងប្រុសហ្នឹងគាត់ចង់ឲ្យខ្ញុំធ្វើលំហាត់ហ្នឹងបង្ហាញអំពីការ assign IP ទៅលើ Windows Server create folder ហើយនឹង share permission ហើយដូចជានឹងការ share printer ផងដែរតែចំពោះលំហាត់ហ្នឹងខ្ញុំធ្វើបង្ហាញមែនតែបើធ្វើមែនតើខ្ញុំចង់បង្ហាញចង់ប្រាប់អ្នកនរគ្នាកុំនេះកន្លែង everyone នេះបើយើងធ្វើមែនតើឬក៏យើងធ្វើនៅស្ថាប័នយើងផ្ទាល់ហ្មង folder ហ្នឹងយើងអត់ត្រូវមាន permission ណាសម្រាប់ everyone ទេព្រោះតែ folder ហ្នឹងដែលថាជា folder software ដែលប្រើប្រាស់សម្រាប់ឲ្យគេយកទៅ install អញ្ចឹងទៅតែជាធម្មតាដល់គេជា folder software សម្រាប់ឲ្យគេយកទៅ install ក៏គេត្រូវកំណត់ permission ដែរដូចជាកំណត់ quota ជាមួយនឹង file sharing តែចំពោះក្នុងមហាត់នេះខ្ញុំបង្ហាញអ្នកគ្នាគ្រាន់តែការ basic sharing មួយ share folder ទៅលើ network ឲ្យអ្នកគ្នាយល់ឲ្យច្បាស់ខ្ញុំចង់ឲ្យអ្នកគ្នាធ្វើលំហាត់ហ្នឹងដោយខ្លួនឯងបើអាចជៀសវាងការមើលតាមខ្ញុំគាត់ប្រាប់មើលតាមខ្ញុំបង្ហាញអ្នកគ្នាធ្វើអញ្ចឹងខ្ញុំចង់ឲ្យអ្នកគ្នាធ្វើលំហាត់ហ្នឹងធ្វើដោយយល់កុំធ្វើដោយបើអ្នកគ្នាធ្វើដោយអត់យល់អញ្ចឹងពេលអ្នកគ្នាពីជួប error ទៅអ្នកគ្នាអត់ដឹងថាមកពីអីទេអញ្ចឹងយើងត្រូវធ្វើលំហាត់មួយយើងត្រូវអានប្រធានវាឲ្យយល់ដែរហើយខ្ញុំក៏មានលំហាត់ឲ្យអ្នកគ្នាមួយដែរក្នុងពេលចប់វីដេអូនេះខ្ញុំចង់ឲ្យអ្នកគ្នា configure នេះដែលលំហាត់ exercise ខ្ញុំនេះអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលធ្វើការ configure លំហាត់នេះហ្មងទៅខ្ញុំគិតថាវា basic ទេស្រួលខ្ញុំសង្ឃឹមអ្នកគ្នាអាចមើលទៅច្រឡំសង្ឃឹមថាអ្នកគ្នាមើលទៅអាចយល់ទី1យើងត្រូវបង្កើតត្រូវ assign IP ទៅលើ Windows Server យើងហើយបន្ទាប់មកបង្កើត share folder មួយដែលជា main folder ឈ្មោះ document ហើយបន្ទាប់មកក្នុង document ហ្នឹងត្រូវមាន folder 2ទៀតfinance ហើយជាមួយនឹង account ហើយចំពោះ folder main យើងហ្នឹងត្រូវកំណត់ permission everyone ណាគេក៏មានសិទ្ធិ access ចូលក្នុង folder ហ្នឹងដែរហើយចំពោះ sub folder យើងក៏ដូចគ្នាហើយសម្រាប់ធ្វើការ set up printer ហើយនឹង share printer ទៅកាន់លើ network ទៅលើ network ឬក៏ទៅលើ resource របស់យើងដែលបើកហើយបន្ទាប់មកនឹងយក Windows client មកធ្វើការ test access ទៅកាន់ folder ទាំងអស់ហ្នឹងហើយនឹង share printer ចូលមកកាន់ drive C create folder មួយមកright click ចូលកាន់ property ជាធម្មតាពេលយើង sharing ហ្នឹងវា everyone ស្រាប់ហើយដូចយើងបាននិយាយអញ្ចឹងដើម្បីកំណត់ permission យើងដើម្បី security ហ្មងគឺយើងអត់មានត្រូវមាន permission everyone ទេគឺវាអត់ល្អបើយើងប្រើ everyone អញ្ចឹងមានជនខិលខូចអាចចូលមកក្នុង server យើងយក resource យើងហើយឬក៏ធ្វើអីមួយយ៉ាងហ្នឹងទៅហើយបន្តមកចូលទៅកាន់ document finance doc ចុះហើយបន្តមក folder មួយទៀតហើយយើងចូលទៅកាន់ share folder វិញមកក៏ប៉ាត់យើងមិនបាច់កំណត់ permission authent administrator ក៏បានដែរដោយសារនៅពេលដែលយើងដាក់ everyone នេះគឺសំដៅគ្រប់គ្នាហ្មង administrator ក៏ចូលបានធម្មតាអញ្ចឹងបើអ្នកគ្នាចង់ដាក់ក៏ដាក់ទៅតែបើខ្ញុំញ៉ាំ recommend ឲ្យដាក់ទេដោយសារយើងប្រើ everyone ហ្នឹងគឺសំដៅលើគ្រប់គ្នាបាត់ហ្នឹងបើយើងកុំតែយើង share folder everyone នេះយើងមិនបាច់ដាក់ administrator ទេក៏បានហើយធ្វើការ assign IP ដោយសារមកខ្ញុំអត់មក assign IP ទេ
គេតោះធ្វើការ set printer set printer មួយទៀតអ្នកគ្នាយក my printer ហ្នឹងក៏បានយក option ខាងលើហ្នឹងបើយើងអត់ចង់ install printer អានេះយើងគ្រាន់តែធ្វើការ test set printer ទេអញ្ចឹងបើអ្នកគ្នាអត់ចង់ install printer ណាឈ្មោះ model អីចឹងយើងអាចចូល menu printer ដែលមាននៅលើម៉ាស៊ីនយើងស្រាប់តែបើយើងមែនតើយើងអត់ត្រូវធ្វើអញ្ចឹងទេមែនតើយើងត្រូវតែមើលឈ្មោះ printer របស់យើងឲ្យទៅ down driver វាមកចឹងដោយសារវា detect យូរពេកវា scan យូរពេកខ្ញុំធ្វើការ install drive មួយទៀតហ្មងទេAndroid ចំពោះ drive នេះអ្នកគ្នាអាចទៅកាន់ website epson បានក្នុងការ install វាអ្នកគ្នារើស model ដែលអ្នកគ្នាចង់ install មកហើយទៅរក drive វាហើយអាច install វាបានបើយើងមែនតើយើងត្រូវទៅមើលឈ្មោះ label វានេះយើង install មកហើយយកមកផាននៅក្នុង Windows បើមកនេះខ្ញុំ run install មួយទៀតហ្មងទៅអូខេ driver យើង install success ហើយច្បាត់ឈ្មោះនេះយើង rename វាមកចូល printer property rename វាបើច្រឡំហើយគឺមួយនេះ series មួយនេះតែកាន់ printer property យើង rename វាមក printer 2 ចុះហើយ preference ចូលទៅកាន់ enable sharing អូខេតោះមកធ្វើការតេស្តនៅក្នុង server មុនគេអូខេវា detect printer name នៅអាកាទេយើងធ្វើការ restart វា start ពីវាអូខេវាថាវាពិតដើរហើយ error យើងគ្រាន់តែ restart ពីមកអញ្ចឹងវាដើរហើយយើងចូលទៅកាន់ client របស់យើងបើ assign IP វាហើយធ្វើការ test វាអញ្ចឹងយើងចូលកាន់ client យើង assign IP វាឡើងយើងដាក់មួយយកទៅដាក់ពីរដាក់មួយហើយធ្វើការ test មកជាប់ user ចាំអត់ហើយកាន់ user ផងមិនដេចយើងជាប់ user ចាស់ការ log out មួយសិនខ្ញុំជាខ្សែឲ្យនោះវាជាបិទសិនមកអូខេចូលទៅកាន់ដងទៀតអូខេជា lag ដល់ហើយ
មូលហេតុដែលខ្ញុំ load network credential នេះដោយសារតែខ្ញុំមាន user នៅក្នុងដោយសារមាន folder នៅខ្លះខ្ញុំកំណត់ user អញ្ចឹងវាត្រូវ load អញ្ចឹងហើយអញ្ចឹងបើលំហាត់ដែលយើងធ្វើហ្នឹងបើយើងអត់មាន folder ដែលកំណត់ user ទេវាចូលទៅ direct ហ្មងដូច user 3នេះហ្នឹងខ្ញុំកំណត់ user អញ្ចឹងវាត្រូវការ permission របស់ user ខ្ញុំច្បាច់ត្រូវការ share permission នេះអូខេខ្ញុំ share ខុសមួយដល់គ្នាដោយសារបើយើង share document ហ្នឹងយើងមិនបាច់ត្រូវការ share folder នេះទេយើង share document ក្នុងនេះហើយយើងមិនបាច់ share អានេះទេវាគឺថាដោយសារយើងបាន permission ពី user ខាងលើអស់ហើយអ្នកគ្នាបើខ្ញុំភ្លេចច្រឡំភ្លេចមើលអ្នកគ្នាដោយសារអីយើង sharing នៅលើនេះហើយបើ permission គេទាំងអស់ហើយអញ្ចឹង folder ណាក៏ដោយដែលជា sub folder នៅក្នុង folder document ហ្នឹងគេអាចចូលប្រើប្រាស់ access បានមានសិទ្ធិពេញលេញធម្មតាអញ្ចឹងនេះ document នេះ file account ហើយ file finance ហើយ printer 2អូខេយើងនឹងចូលអញ្ចឹងវីដេអូថ្ងៃហ្នឹងយើងមានតែប៉ុណ្្នឹងទេហើយខ្ញុំថាគ្នាអាចយកលំហាត់នេះទៅធ្វើមួយផងបាទនេះចឹងបើអ្នកគ្នាអាចធ្វើលំហាត់បានខ្ញុំមានថាអ្នកគ្នាអាចចេះ basic sharing folder លើ Windows Server